កញ្ញាឈាធីកំផនដែលជាតួឯកស្រីដែលតែងតែឃើញក្នុងខ្សែភាពយន្តល្បីៗរបស់ប្រទេសថៃកញ្ញាឈាបានប្រកាសជាសាធារណៈហើយថាស្នេហាថ្មីលើកនេះរបស់នាងគឺមានទំនាក់ទំនងស្នេហាជាមួយនឹងមនុស្សស្រីដូចគ្នាក្រៅពីរង្វង់សិល្បៈហើយនាងថែមទាំងជាមនុស្សស្រីដ៏ស្អាតថែមទៀតផងសម្រាប់នាងគ្មានអ្វីដែលត្រូវលាក់បាំងឡើយនាងបាននិយាយថាមិនថាភេទណាទេគឺនាងទទួលយកបានទាំងអស់សំខាន់ម្នាក់នោះគឺយល់ពីនាងសម្រាប់ឈាគឺរឿងបេះដូងពិតជាសំខាន់ជាងអាចនិយាយបានថារឿងចុងក្រោយនៃជីវិតរបស់នាងគឺនាងត្រូវការអ្នកដែលយល់ចិត្តនិងជាកម្លាំងចិត្តសម្រាប់នាងចំពោះរឿងទ្រព្យសម្បត្តិឬក៏លុយកាក់គឺវាមិនសំខាន់ឡើយព្រោះយើងអាចកសាងជាមួយគ្នាបាននេះជាអ្វីដែលឈាបានលើកឡើងនៅក្នុងបទសម្ភាសន៍កញ្ញាឈាធីកំផនដែលជាតួឯកស្រីដែលតែងតែឃើញក្នុងខ្សែភាពយន្តល្បីៗរបស់ប្រទេសថៃកញ្ញាឈាបានប្រកាសជាសាធារណៈហើយថាស្នេហាថ្មីលើកនេះរបស់នាងគឺមានទំនាក់ទំនងស្នេហាជាមួយនឹងមនុស្សស្រីដូចគ្នាក្រៅពីរង្វង់សិល្បៈហើយនាងថែមទាំងជាមនុស្សស្រីដ៏ស្អាតថែមទៀតផងសម្រាប់នាងគ្មានអ្វីដែលត្រូវលាក់បាំងឡើយនាងបាននិយាយថាមិនថាភេទណាទេគឺនាងទទួលយកបានទាំងអស់សំខាន់ម្នាក់នោះគឺយល់ពីនាងសម្រាប់ឈាគឺរឿងបេះដូងពិតជាសំខាន់ជាងអាចនិយាយបានថារឿងចុងក្រោយនៃជីវិតរបស់នាងគឺនាងត្រូវការអ្នកដែលយល់ចិត្តនិងជាកម្លាំងចិត្តសម្រាប់នាងចំពោះរឿងទ្រព្យសម្បត្តិឬក៏លុយកាក់គឺវាមិនសំខាន់ឡើយព្រោះយើងអាចកសាងជាមួយគ្នាបាននេះជាអ្វីដែលឈាបានលើកឡើងនៅក្នុងបទសម្ភាសន៍កញ្ញាឈាធីកំផនដែលជាតួឯកស្រីដែលតែងតែឃើញក្នុងខ្សែភាពយន្តល្បីៗរបស់ប្រទេសថៃកញ្ញាឈាបានប្រកាសជាសាធារណៈហើយថាស្នេហាថ្មីលើកនេះរបស់នាងគឺមានទំនាក់ទំនងស្នេហាជាមួយនឹងមនុស្សស្រីដូចគ្នាក្រៅពីរង្វង់សិល្បៈហើយនាងថែមទាំងជាមនុស្សស្រីដ៏ស្អាតថែមទៀតផងសម្រាប់នាងគ្មានអ្វីដែលត្រូវលាក់បាំងឡើយនាងបាននិយាយថាមិនថាភេទណាទេគឺនាងទទួលយកបានទាំងអស់សំខាន់ម្នាក់នោះគឺយល់ពីនាងសម្រាប់ឈាគឺរឿងបេះដូងពិតជាសំខាន់ជាងអាចនិយាយបានថារឿងចុងក្រោយនៃជីវិតរបស់នាងគឺនាងត្រូវការអ្នកដែលយល់ចិត្តនិងជាកម្លាំងចិត្តសម្រាប់នាងចំពោះរឿងទ្រព្យសម្បត្តិឬក៏លុយកាក់គឺវាមិនសំខាន់ឡើយព្រោះយើងអាចកសាងជាមួយគ្នាបាននេះជាអ្វីដែលឈាបានលើកឡើងនៅក្នុងបទសម្ភាសន៍កញ្ញាឈាធីកំផនដែលជាតួឯកស្រីដែលតែងតែឃើញក្នុងខ្សែភាពយន្តល្បីៗរបស់ប្រទេសថៃកញ្ញាឈាបានប្រកាសជាសាធារណៈហើយថាស្នេហាថ្មីលើកនេះរបស់នាងគឺមានទំនាក់ទំនងស្នេហាជាមួយនឹងមនុស្សស្រីដូចគ្នាក្រៅពីរង្វង់សិល្បៈហើយនាងថែមទាំងជាមនុស្សស្រីដ៏ស្អាតថែមទៀតផងសម្រាប់នាងគ្មានអ្វីដែលត្រូវលាក់បាំងឡើយនាងបាននិយាយថាមិនថាភេទណាទេគឺនាងទទួលយកបានទាំងអស់សំខាន់ម្នាក់នោះគឺយល់ពីនាងសម្រាប់ឈាគឺរឿងបេះដូងពិតជាសំខាន់ជាងអាចនិយាយបានថារឿងចុងក្រោយនៃជីវិតរបស់នាងគឺនាងត្រូវការអ្នកដែលយល់ចិត្តនិងជាកម្លាំងចិត្តសម្រាប់នាងចំពោះរឿងទ្រព្យសម្បត្តិឬក៏លុយកាក់គឺវាមិនសំខាន់ឡើយព្រោះយើងអាចកសាងជាមួយគ្នាបាននេះជាអ្វីដែលឈាបានលើកឡើងនៅក្នុងបទសម្ភាសន៍